ដោយមើលឃើញថាសេវារថយន្តក្រុងសាធារណៈមិនទាន់មានដំណើរការល្អដោយក្រុមហ៊ុនឯកជនលែងសហការជាមួយសាលារាជធានីភ្នំពេញនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឲ្យសាលារាជធានីភ្នំពេញវិនិយោគលើវិស័យនេះដោយខ្លួនឯងជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាផ្ទាល់ទៅកាន់លោកប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញត្រូវធ្វើឲ្យសេវារថយន្តក្រុងសាធារណៈនេះទទួលបានជោគជ័យដោយបង្កើតរថកដឹកជញ្ជូនដោយរដ្ឋជាអ្នកទទួលបន្ទុករាល់ការចំណាយបើក្រុមហ៊ុនមួយមកសាកហើយទៅវិញបាត់សាកហើយទៅវិញបាត់អញ្ចឹងយើងត្រូវវិនិយោគខ្លួនឯងទៅអាដាមប៉ាសុជាតិវង្សឥឡូវអាយុប្រហែលហើយ57ហើយណាស់នៅ3ឆ្នាំទៀតបានចូលនិវត្តន៍ធ្វើឲ្យនឹងឲ្យជោគជ័យព្រោះរឿងនេះវាមិនជោគជ័យតាំងពីជំនាន់អាដាមកែពុជមាចូលដល់ប៉ាសុជាតិវង្សជាង1ឆ្នាំហើយវាមិនជោគជ័យទៀតឥឡូវធ្វើឲ្យជោគជ័យលោកហ៊ុនសែនបានលើកឡើងថារដ្ឋាភិបាលគាំទ្រការនាំចូលរថយន្តដឹកជញ្ជូនទាំងនេះដោយរដ្ឋមិនយកពន្ធនាំចូលនោះទេលោកនាយករដ្ឋមន្ត្រីក៏បានប្រកាសផងដែរថាការដឹកជញ្ជូនព្រះសង្ឃជនពិការនិងសិស្សនិស្សិតរថយន្តក្រុងមិនត្រូវយកប្រាក់នោះឡើយលោកបញ្ជាក់ថាការមិនយកប្រាក់នេះគឺដើម្បីជួយកាត់បន្ថយការធ្វើដំណើរតាមម៉ូតូរបស់អាណាព្យាបាលដែលដឹកជញ្ជូនកូនៗទៅសាលារៀននិងធានាសុវត្ថិភាពដល់ពួកគេផងដែរសូមបញ្ជាក់ថាបើតាមគម្រោងសាលារាជធានីភ្នំពេញនឹងដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈចំនួន40គ្រឿងបន្ថែមទៀតនៅក្នុងខែកញ្ញាខាងមុខនេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកឡុងឌីម៉ងអ្នកនាំពាក្យសាលារាជធានីភ្នំពេញរថយន្តក្រុងទាំង40គ្រឿងនេះនឹងរត់លើផ្លូវ3ខ្សែក្នុងរាជធានីភ្នំពេញដោយខ្សែទី1ចាប់ពីគីឡូម៉ែត្រលេខ9កាត់តាមរង្វង់មូលស្ពានជ្រោយចង្វារចុះតាមផ្លូវមនីវង្សរហូតដល់ស្ពានអាកាសក្បាលថ្នល់ឆ្លងទៅផ្សារច្បារអំពៅនិងបញ្ចប់ត្រឹមវត្តក្តីតាកុយខ្សែទី2ចេញពីផ្សាររាត្រីតាមផ្លូវស៊ីសុវត្ថិឆ្ពោះទៅកាន់រង្វង់មូលស្ពានជ្រោយចង្វារហើយបន្តតាមផ្លូវទំនប់ទួលគោកឬផ្លូវទំនប់70ទៅដល់អង្តែងទួលគោកហើយបត់តាមវិថីគឹមអ៊ុលសុងឆ្លងកាត់ស្តុបទីណូចូលដល់ផ្លូវម៉ៅសេតុងរហូតដល់ស្តុបបូកគោនិងស្តុបក្រសួងកសិកម្មរួចបត់តាមផ្លូវនរោត្តមឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់និងបន្តរហូតដល់ក្រុងតាខ្មៅនិងខ្សែទី3ចេញពីផ្សាររាត្រីកាត់តាមផ្សារចាស់និងផ្លូវនរោត្តមរួចឆ្លងទៅផ្លូវកម្ពុជាក្រោមរហូតដល់ស្តុបសន្ធរមុខបត់ឡើងទៅផ្លូវសហព័ន្ធរុស្ស៊ីវិញរួចបន្តឆ្លងកាត់ស្ពានអាកាស7មករារហូតដល់រង្វង់មូលចောင်းចៅ